សួស្តីនិងអពមង្គលសម័យមួយសិរីសួស្តីនិងអពមង្គលជួបនិយាយគ្នាអពមង្គលសួរទៅសិរីសួស្តីថាលោកមានឫទ្ធិអំណាចដូចម្តេចខ្លះសិរីសួស្តីប្រាប់ទៅអពមង្គលថាឫទ្ធិអំណាចអញជាសិរីសួស្តីនេះខ្លាំងពូកែណាស់សូម្បីតែមនុស្សខ្ញុំគេទោះគេស្អប់គេមិនមេត្តាតែអញទៅសន្ធិដ្ឋកាលណានឹងបណ្ដាលឲ្យគេស្នេហាទំនប់បំរុងដរាបដល់មានទ្រព្យសម្បត្តិឯសិរីសួស្តីសួរទៅអពមង្គលវិញថាឫទ្ធិអំណាចដូចម្តេចខ្លះអពមង្គលឆ្លើយថាឫទ្ធិអំណាចខ្ញុំនេះបើខ្ញុំទៅសន្ធិដ្ឋនៅអ្នកណាបណ្ដាលឲ្យគេស្អប់គេខឹងខូចខាតទ្រព្យសម្បត្តិវិនាសអន្តរាយសូម្បីតែរាជសម្បត្តិគង់ធ្លាស់ធ្លោយធ្លាក់ខ្លួនទៅជាខ្ញុំគេបានអពមង្គលចង់ដឹងឫទ្ធិសិរីសួស្តីក៏ប្រាប់ថាខ្ញុំឃើញខ្ញុំសេដ្ឋីម្នាក់ឈ្មោះអាតុលសពថ្ងៃនេះសេដ្ឋីប្រើឲ្យខ្វៀលគោក្របីសេដ្ឋីខឹងនឹងអាតុលជេរវាយតែសពថ្ងៃថាពុំមើលថែរក្សាគោក្របីឲ្យស្គមអស់ខ្ញុំចង់ឲ្យលោកសិរីសួស្តីទៅសន្ធិដ្ឋនៅលើរូបអាតុលដែលជាខ្ញុំបម្រើរបស់សេដ្ឋីនោះបើវាបានរាជសម្បត្តិខ្ញុំជឿថាលោកមានឫទ្ធិខ្លាំងពូកែពិតប្រាកដមែនឯសិរីសួស្តីប្រាប់ទៅអពមង្គលវិញថាឯងចាំមកគុណមើលចុះថ្ងៃស្អែកនេះអញចូលទៅសន្ធិដ្ឋនៅលើរូបអាតុលដែលជាខ្ញុំបម្រើហើយតែកាលណាអញចូលទៅនៅហើយមិនយូរប៉ុន្មានមុខជាអាតុលខ្ញុំសិទ្ធិនោះវាបានសោយរាជសម្បត្តិមិនខានលុះព្រឹកឡើងដល់ពេលអាតុលបញ្ចេញគោក្របីពីក្រោលយកទៅខ្វៀលសិរីសួស្តីចូលទៅសន្ធិដ្ឋនៅលើរូបអាតុលក៏រីករាយសប្បាយក្នុងចិត្តប្លែកពីថ្ងៃមុនដល់ពេលល្ងាចអាតុលគៀងគោក្របីត្រឡប់មកបញ្ចូលក្រោលឯផ្ទះវិញសេដ្ឋីទាំងប្តីប្រពន្ធឈរមើលគោក្របីឃើញអាតុលរាំងទ្វារគោក្របីខ្ជាប់ណាស់ទើបឡើងទៅអង្គុយលើផ្ទះសេដ្ឋីជាចវាយនៅត្រង់កន្លែងខ្លួនដូចសពដងកាលសេដ្ឋីទាំងប្តីប្រពន្ធឃើញអាតុលហើយក៏នឹកក្នុងចិត្តអាណិតថាអោអាតុលអើយទៅខ្វៀលគោក្របីអត់បាយក្រហាយទឹកដល់ល្ងាចទើបបានបាយបរិភោគម្លេះសំវាឃ្លានបាយយ៉ាងណាទៅគិតហើយក៏ដាស់តឿនខ្ញុំបំរើស្រីក៏ដួសបាយភោជនាអាហារណាដែលមានឲ្យជារសយកទៅដាក់ជូនសេដ្ឋីហើយប្រជុំគ្នាបរិភោគសេដ្ឋីប្តីប្រពន្ធហៅអាតុលឲ្យមកចិត្តចាប់ម្ហូបដែលមានឲ្យជារសឲ្យបរិភោគលុះបរិភោគរួចសេដ្ឋីប្តីប្រពន្ធគន់មើលកិរិយារឹកពៀរូបអាតុលនោះក៏ឃើញថាសំរុំឥតខ្ចោះរកទាស់កន្លែងណាគ្មានបណ្ដាជនទាំងប្រុសស្រីឲ្យតែឃើញរូបអាតុលនោះកាលណាក៏មានចិត្តស្នេហាមេត្តាពុនប្រមាណឯសេដ្ឋីប្តីប្រពន្ធជាចៅវាយអាតុលនោះនិយាយគិតគ្នាថាសពថ្ងៃនេះយើងឥតកូនទ្រព្យសម្បត្តិក៏មានច្រើនអំណេះតទៅបើឥតពីយើងទ្រព្យសម្បត្តិនឹងអន្តរាយអាសាឥតការគួរលើកអាតុលឡើងដំកើងធ្វើជាកូនកុំឲ្យវាខ្វៀលគោក្របីទៀតត្បិតអាតុលនេះសាច់ឈាមរឹកពៀល្អណាស់លមមសំគួរជាកូនយើងបានដល់ពេលល្ងាចអាតុលត្រឡប់មកពីខ្វៀលក្របីវិញសេដ្ឋីទាំងប្តីប្រពន្ធឃើញអាតុលរឹតតែស្នេហាមេត្តាពន់ពេកក៏ហៅឲ្យបរិភោគបាយជាមួយមិនឃ្លាតឆ្ងាយពីខ្លួនឈប់ឲ្យខ្វៀលគោក្របីចាប់តាំងពីពេលនោះតទៅសេដ្ឋីទាំងប្តីប្រពន្ធយកសម្លៀកបំពាក់គ្រឿងមាសប្រាក់មកតុបតែងឲ្យអាតុលហើយប្រាប់ថាពីថ្ងៃនេះទៅអញទុកឯងជាកូនអំណើពីអញទៅទ្រព្យសម្បត្តិអញទាំងប៉ុន្មាននៅលើដៃកូនឯងទាំងអស់អាតុលក៏រីករាយសប្បាយជាទីបំផុតដោយអំណាចសិរីសួស្តីសន្ធិដ្ឋលើខ្លួនលុះអាតុលចម្រើនអាយុពេញរូបរាងឡើង
ក៏រត់តែល្អរោគបុរសឯណាព្រៀបផ្ទឹមពុំបានឡើយរាល់ព្រឹកល្ងាចសិទ្ធិតែងចូលគាល់ព្រះមហាក្សត្រពុំដែលលក់ខានក៏នាំយកអតុលជាកូនទៅគាល់ផងព្រះរាជាទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គស្ដេចចេញទៅប្រថាប់នៅក្រឡាព្រះនៅឆ្ងាយព្រះរាជបុត្រីក៏ដិតដោយក្រោយព្រះអង្គមកកាលមហាសិទ្ធិនាំកូនចូលក្រាបថ្វាយបង្គំព្រះមហាក្សត្រទ្រង់ឆ្លៀសប្រណេតឃើញសិទ្ធិនិងកូនអង្គុយគាល់ទន្ទឹមគ្នាទ្រង់ត្រាស់សួរថាកូនសិទ្ធិឬសិទ្ធិទូលថាកូនទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់សរសើរថាកូនសិទ្ធិមានរូបមានរឹកល្អណាស់ព្រះរាជបុត្រីក៏នឹកក្នុងប្រតិថាកូនសិទ្ធិនោះមានលំអនឹងរកបុរសណាផ្ទឹមពុំបានធ្វើដូចម្ដេចនឹងបានជាស្វាមីអញដល់ពេលគួរស្ដេចនិងព្រះរាជបុត្រីនោះយាងចូលទៅខាងក្នុងវិញសិទ្ធិក្រាបថ្វាយបង្គំលានាំកូនត្រឡប់មកផ្ទះដល់ផ្ទះកូននិយាយនឹងសិទ្ធិថាសូមលោកឪលោកម៉ែមេត្តាកូនទៅដណ្ដឹងព្រះរាជបុត្រីស្ដេចឲ្យខ្ញុំត្បិតកាលខ្ញុំចូលទៅគាល់ជាមួយលោកឪពុកនោះខ្ញុំបានឃើញច្បាស់ព្រះរាជបុត្រីនោះល្អណាស់បើមិនដណ្ដឹងឲ្យខ្ញុំទេខ្ញុំមុខជាស្លាប់ពុំខានដោយស្នេហាកូនពេកសិទ្ធិប្តីប្រពន្ធក៏ប្រថុយខ្លួនរៀបតុមាសប្រាក់ដាក់គ្រឿងបណ្ដាការជាដង្វាយសុទ្ធតែពេជ្រនិងមាសពាសពេញច្រើនតុលុះព្រឹកឡើងនាំដង្វាយនោះទៅរៀបចំក្នុងទីព្រះរាជរោងព្រះមហាក្សត្រស្ដេចចេញមកឲ្យនាម៉ឺនតូចធំគាល់សិទ្ធិទាំងប្តីប្រពន្ធក៏គាល់នៅចិត្តគ្រឿងបណ្ដាការដង្វាយនោះស្ដេចត្រាស់សួរថាសិទ្ធិដង្វាយនេះប្លែកណាស់មានការអ្វីសិទ្ធិប្តីប្រពន្ធក្រាបទូលថាសូមព្រះរាជតេជះតម្កល់លើត្បូងសូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទសូមទ្រង់ប្រោសព្រះរាជទានព្រះរាជបុត្រីសមនឹងកូនទូលព្រះបង្គំជាខ្ញុំដាច់ទ្រង់ជ្រាបទ្រង់ព្រះរាជអនុញ្ញាតទ្រង់ចាត់មុខក្រសួងឲ្យរៀបព្រះរាជពិធីស្រមោសរហោរាថ្វាយរឹកទ្រង់ផ្សំព្រះរាជបុត្រីនិងកូនសិទ្ធិហើយផ្ទេរទាំងរាជសម្បត្តិឲ្យគ្រប់គ្រងផងលុះបានរាជសម្បត្តិហើយស្ដេចតុលនិងព្រះនាងមហេសីក៏បានប្រកបសេចក្តីសុខឥតទុក្ខាមហាប្រសើររៀងទៅនិយាយពីរឿងអពមង្គលវិញកាលជួបនឹងសិរីសួស្តីក៏ថាលោកសិរីសួស្តីខ្ញុំជឿហើយឃើញថាលោកមានរិទ្ធជួយស្ដេចតុលឲ្យបានសោយរាជសម្បត្តិមែនដូច្នេះលោកចាំមើលរិទ្ធខ្ញុំវិញម្ដងសូមលោកលែងសន្ធិដ្ឋនៅលើរូបស្ដេចតុលទៅសិរីសួស្តីក៏ថយចេញពីរូបស្ដេចតុលអពមង្គលក៏ចូលទៅសន្ធិដ្ឋលើរូបស្ដេចតុលវិញឯស្ដេចតុលចេះតែមួម៉ៅក្តៅក្រហាយព្រះនាងមហេសីស្រីបរិវារក៏ពុំសូវយកចិត្តទុកដាក់គោរពប្រតិបត្តិបណ្ដាលចិត្តឲ្យតែខឹងស្អប់ស្ដេចតុលអស់លោកចតុស្ដងទាំងប៉ុន្មានពុំសូវចូលចិត្តគិតចង់ឲ្យតែព្រះវរាជបិតាក្មេកយករាជសម្បត្តិទៅវិញចំណែកស្ដេចតុលចេះតែក្តៅក្រហាយអន្ទះអន្តែងចង់ទៅក្រសាលទីទំនាបមាត់បឹងក្រៃពេកក៏នាំព្រះមហេសីស្រីបរិវារចេញទៅលុះទៅដល់ក៏ឲ្យធ្វើព្រះពន្លាស្នាក់ក្រសាលនៅទីមាត់បឹងនោះឮតែស័ព្ទសូរត្រដោកគោក្របីតុលក៏ភ្នក់នឹកអាណិតខ្លួនកាលនៅជាខ្ញុំបម្រើសេដ្ឋីស្ដេចតុលក៏ភ្នក់នឹកអាណិតខ្លួនកាលនៅជាខ្ញុំបម្រើសេដ្ឋីដែលគេប្រើឲ្យខ្វៀលក្របីហើយក៏ទ្រង់ព្រះកន្សែងខ្សឹបខ្សួលព្រះនាងមហេសីសួរថាព្រះអង្គហេតុអ្វីក៏ទ្រង់ខ្សឹបខ្សួលម្លេះតុលប្រាប់ព្រះនាងមហេសីតាមត្រង់ថាលាក់បាំងអីម្ចាស់អូនអើយខ្លួនបងនេះមិនមែនកូនមហាសេដ្ឋីទេពីដើមមកបងជាខ្ញុំសេដ្ឋីគេប្រើឲ្យខ្វៀលគោក្របីឥឡូវឮត្រដោកគោក្របីបងនឹកស្រណោះណោចខ្លួនបានជាបងយំព្រះនាងមហេសីបានឮថាជាខ្ញុំបម្រើសេដ្ឋី
ក៏មានចិត្តទុំម្នាស់ក្នុងប្រតិយពន់ពេកថាអោព្រះបវរបិតាពុំគួរផ្សំគុំកូនផ្ទេរទាំងរាជសម្បត្តិឲ្យទៅខ្ញុំបម្រើគេសោះញាក់ហើយក៏នាំស្ដេចតុលនិងស្រីបរិវារដែលតាមហែទៅទាំងប៉ុន្មានត្រឡប់ចូលព្រះរាជវាំងវិញចូលក្រាបទូលវររាជបិតាមាតាតាមរឿងដែលស្ដេចតុលយំគ្រប់ប្រការស្ដេចជាព្រះវររាជបិតាមាតាទ្រង់ជ្រាបហើយទ្រង់ក្រោធពន់ប្រមាណទ្រង់ត្រាស់ឲ្យហៅសេដ្ឋីទាំងប្តីប្រពន្ធមកដៀលថ្មេះជាទម្ងន់ហើយប្រគល់ស្ដេចតុលឲ្យទៅសេដ្ឋីប្តីប្រពន្ធនាំយកទៅផ្ទះវិញឯរាជសម្បត្តិស្ដេចទ្រង់គ្រប់គ្រងវិញសេដ្ឋីប្តីប្រពន្ធនាំអាតុលទៅផ្ទះហើយជេរវាយតេះថ្មេះដៀលលែងរាប់អានជាកូនឲ្យអាតុលខ្វៀលគោក្របីទុកជាខ្ញុំបម្រើដូចដើម